សួស្តីថ្ងៃនេះយើងនឹងស្វែងយល់អំពីប្រធានបទកំណត់គោលបំណងប្រចាំថ្ងៃដើម្បីទទួលបានជោគជ័យដែលជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងជីវិតនិងការងារការកំណត់គោលបំណងប្រចាំថ្ងៃជួយឲ្យអ្នកមានទិសដៅច្បាស់លាស់និងជំរុញឲ្យអ្នកបន្តទៅមុខដើម្បីទទួលបានជោគជ័យអស់រយៈពេលថ្ងៃណាមួយដែលអ្នកចាប់ផតាមមកដោយគ្មានផែនការអាចនាំឲ្យមានភាពច្របូកច្របល់និងខកខានក្នុងការសម្រេចគោលដៅដូច្នេះតើត្រូវធ្វើដូចម៉ូតេចដើម្បីកំណត់គោលបំណងប្រចាំថ្ងៃឲ្យបានត្រឹមត្រូវសូមអានបន្តដើម្បីរកចម្លើយសារៈសំខាន់នៃគោលបំណងប្រចាំថ្ងៃការកំណត់គោលបំណងប្រចាំថ្ងៃគឺជាជំហានដំបូងឆ្ពោះទៅរកជោគជ័យវាជួយឲ្យអ្នកមានការផតតអារម្មណ៍និងកាត់បន្ថយការពន្យារពេលដែលជាឧបសគ្គធំមួយក្នុងជីវិតឧទាហរណ៍ប្រសិនបើអ្នកចង់បរិជោគការងារនៅការិយាល័យការកំណត់គោលបំណងដូចជាផ្ដល់ជូនឯកសារមុនម៉ោង10ព្រឹកអាចជួយឲ្យអ្នកសម្រេចបានការងារនេះដោយមិនខកខានលើសពីនេះវាក៏ជួយឲ្យអ្នកវាស់ស្ទង់ភាពជឿនលឿនរបស់ខ្លួននិងផតលើការលើកទឹកចិត្តនៅពេលសម្រេចគោលដៅនីមួយៗការសិក្សាបានបង្ហាញថាអ្នកដែលមានផែនការប្រចាំថ្ងៃមានឱកាសជោគជ័យក្នុងអាជីពរបស់ពួកគេកាន់តែច្រើនជាងអ្នកគ្មានផែនការការមានគោលបំណងថ្ងៃនេះធ្វើឲ្យអ្នកមានជំហរវិជ្ជមាននិងជួយឲ្យអ្នកជៀសវាងភាពអនាម័យក្នុងជីវិតប្រចាំថ្ងៃវិធីសាស្ត្រក្នុងការកំណត់គោលបំណង 1. កំណត់គោលបំណងច្បាស់លាស់គោលបំណងគួរតែមានភាពច្បាស់លាស់និងអាចវាស់ស្ទង់បានឧទាហរណ៍ហាត់ប្រាណ30នាទីដល់ជាងហាត់ប្រាណមួយចំនួនការកំណត់ឲ្យច្បាស់ជួយឲ្យអ្នកស្វែងរកផ្លូវដ៏ត្រឹមត្រូវនិងគ្មានការភាន់ច្រឡំផតតលើអាទិភាពជ្រើសរើសការងារសំខាន់3 ដែលត្រូវសម្រេចក្នុងមួយថ្ងៃដូចជាការរៀនសូត្រភាសាថ្មីឬការប្រមូលទិន្នន័យសម្រាប់គម្រោងការផតតលើអាទិភាពជួយឲ្យអ្នកមិនរំខាននឹងការងារតូចតាច 3. បែងចែកជាផ្នែកតូចបើគោលបំណងធំបែងចែកជាដំណាក់កាលតូចៗឧទាហរណ៍បើចង់សរសេរឯកសារ10ទំព័រកំណត់ឲ្យសរសេរ2ទំព័រក្នុងមួយថ្ងៃវិធីនេះធ្វើឲ្យអ្នកមានកម្លាំងចិត្តនិងមិនងាយចុះខ្លួន 4. កំណត់ពេលវេលាប្រើកាលវិធីដើម្បីចាត់ចែងពេលវេលាដូចជាម៉ោង8ទៅម៉ោង9ព្រឹកសម្រាប់អានសៀវភៅការកំណត់ពេលវេលាជួយឲ្យអ្នកគ្រប់គ្រងពេលវេលាឲ្យបានល្អ 5. វាតម្លៃថ្ងៃត្រង់នៅចុងថ្ងៃពិនិត្យឡើងវិញថាតើអ្នកសម្រេចគោលបំណងបានឬអត់និងកែលម្អសម្រាប់ថ្ងៃស្អែកការវាយតម្លៃជួយឲ្យអ្នករៀនពីកំហុសនិងធ្វើឲ្យប្រសើរឡើង 6. កំណត់គោលបំណងផ្ទាល់ខ្លួនគោលបំណងគួរត្រូវនឹងចំណាប់អារម្មណ៍និងជំនាញរបស់អ្នកដើម្បីឲ្យមានការរំភើបក្នុងការអនុវត្តឧទាហរណ៍គោលបំណងប្រចាំថ្ងៃព្រឹកហាត់ប្រាណ30នាទីនិងរៀនពាក្យថ្មី5ពាក្យការហាត់ប្រាណជួយឲ្យរាងកាយមានថាមពលនិងផតតអារម្មណ៍លើការរៀនថ្ងៃបញ្ចប់ការងារផ្នែកមួយនៃគម្រោងនិងឆ្លើយអ៊ីមែលការងារនេះជួយឲ្យអ្នកគ្រប់គ្រងការងារប្រចាំថ្ងៃបានល្អល្ងាចរៀបចំផែនការថ្ងៃស្អែកនិងយកអាហារសម្បូរវីតាមីនការរៀបចំផែនការជួយឲ្យថ្ងៃស្អែកមានទិសដៅករណីសិក្សាលោក John ជាអ្នកគ្រប់គ្រងការងារបានកំណត់គោលបំណងប្រចាំថ្ងៃដូចជាជួបអតិថិជន3នាក់និងរៀបចំរបាយការណ៍សប្តាហ៍ក្នុងរយៈពេល6ខែគាត់បានបង្កើនការលក់របស់គាត់ប្រមាណ 20% ដោយសារការផតតអារម្មណ៍លើគោលបំណងលោក John ក៏បានរៀបចំពេលវេលាឲ្យបានល្អដែលធ្វើឲ្យគាត់មានសមតុល្យរវាងការងារនិងជីវិតផ្ទាល់ខ្លួនផលប្រយោជន៍នៃគោលបំណងប្រចាំថ្ងៃការកំណត់គោលបំណងជួយឲ្យអ្នកមានប្រសិទ្ធភាពនិងកាត់បន្ថយភាពតានតឹងវាក៏ជំរុញឲ្យអ្នកមានវិន័យផ្ទាល់ខ្លួននិងឲ្យអ្នកមើលឃើញភាពជឿនលឿនរៀងរាល់ថ្ងៃឧទាហរណ៍ប្រសិនបើអ្នកកំណត់គោលបំណងរៀនភាសាជាប្រចាំអ្នកអាចក្លាយជាអ្នកនិយាយដំបូងក្នុងរយៈពេល3ខែផលប្រយោជន៍នេះអាចបន្តរហូតដល់អ្នកទទួលបានជោគជ័យក្នុងអាជីពនិងជីវិតផ្ទាល់ខ្លួនលើសពីនេះវាក៏ជួយឲ្យអ្នកមានទំនុកចិត្តនិងជំហរវិជ្ជាចូលអំណរក្នុងសង្គមការដោះស្រាយឧបសគ្គដូចជាការខកចិត្តឬការខ្វះពេលវេលាអាចដោះស្រាយបានដោយកាត់បន្ថយគោលបំណងឬសុំជំនួយផតលរង្វាន់ដល់ខ្លួនឯងដូចជាមើលកម្មវិធីអំបញ្ញបន្ទាប់ពីសម្រេចគោលបំណងប្រសិនបើអ្នកមានការងារច្រើនព្យាយាមចែកផ្គូផ្គងជាមួយសមាជិកក្រុម
ការគ្រប់គ្រងឲ្យបានល្អនៃឧបសគ្គទាំងនេះអាចជួយឲ្យអ្នកមានភាពផុសផុលឡើងវិញ ករណីសិក្សាបន្ថែម លោកស្រីមុំជាគ្រូបង្រៀនម្នាក់បានកំណត់គោលបំណងប្រចាំថ្ងៃដូចជារៀបចំមេរៀន1ម៉ោងនិងផតលជំនួយផ្ទាល់ដល់សិស្ស5នាក់ ក្នុងរយៈពេល1ឆ្នាំនាងបានឃើញការកើនឡើងនៃស្ថិតិជោគជ័យសិស្សរបស់នាងនិងទទួលបានរង្វាន់គ្រូល្អប្រចាំឆ្នាំ នាងក៏បានប្រើបច្ចេកទេសការកំណត់ពេលវេលាដើម្បីធានាថាគ្រប់គោលបំណងត្រូវបានសម្រេច ឧទាហរណ៍ពិស្ដារបន្ថែម ប្រសិនបើអ្នកជាអ្នកសរសេរអ្នកអាចកំណត់គោលបំណងដូចជាសរសេរមាតិកា500ពាក្យក្នុងមួយថ្ងៃដើម្បីបញ្ចប់សៀវភៅក្នុង6ខែ វាជួយឲ្យអ្នកមានវិន័យក្នុងការងារ ប្រសិនបើអ្នកជាអ្នកលក់អ្នកអាចកំណត់ទាក់ទាញអតិថិជនថ្មី2នាក់ក្នុងមួយថ្ងៃដើម្បីបង្កើនចំណូលប្រចាំខែ នេះជួយឲ្យអ្នកមានការផ្លាស់ប្តូរប្រចាំថ្ងៃ គន្លឹះបន្ថែមសម្រាប់ការអនុវត្ត ប្រើក្រដាសផែនការការសរសេរគោលបំណងលើក្រដាសជួយឲ្យអ្នកចងចាំនិងផុសតអារម្មណ៍ វាក៏ជួយឲ្យអ្នកមានភាពជឿនលឿនផងដែរ ជួបជុំជាក្រុមចែករំលែកគោលបំណងជាមួយមិត្តភក្តិឬសហការីដើម្បីទទួលការលើកទឹកចិត្ត ការធ្វើជាក្រុមអាចធ្វើឲ្យអ្នកមានកម្លាំងចិត្ត ផ្លាស់ប្តូរទម្លាប់បើអ្នកធ្លាប់ផតលើការងារយប់ព្យាយាមផ្លាស់ទៅព្រឹកដើម្បីសាកល្បងថ្មី ការផ្លាស់ប្តូរនេះអាចជួយឲ្យអ្នកមានថាមពលថ្មី ការវិភាគផលប៉ះពាល់ផ្លូវចិត្តនិងសង្គម ការកំណត់គោលបំណងប្រចាំថ្ងៃមិនត្រឹមតែជួយផ្នែកផ្លូវចិត្តដូចជាការកាត់បន្ថយភាពតានតឹងនោះទេវាក៏ជួយឲ្យអ្នកមានទំនាក់ទំនងល្អជាមួយសហការីនិងក្រុមគ្រួសារ ឧទាហរណ៍ការផតលើគោលបំណងគ្រួសារដូចជាចំណាយពេល1ម៉ោងជាមួយកូនអាចបង្កើនសេចក្តីសុខក្នុងផ្ទះ ការនេះក៏ជួយឲ្យអ្នកមានភាពស៊ីសង្វាក់ជាមួយសហគមន៍ផងដែរ ការណែនាំបន្ថែម ចាប់ផតមកដោយគោលបំណងតូចៗហើយបន្តពង្រីកពេលក្រោយ ប្រើកម្មវិធីជួយផែនការដូចជា Todoist ឬ Google Calendar ដើម្បីឲ្យមានប្រសិទ្ធភាព ចុច Subscribe ដើម្បីទទួលព័ត៌មានបន្ថែម សួរខ្ញុំប្រសិនបើចង់មើលរូបភាព ការបន្តរៀនអំពីគោលបំណងថ្មីអាចជួយឲ្យអ្នកអភិវឌ្ឍខ្លួនឯងបន្ថែមទៀត សេចក្តីសន្និដ្ឋាន ការកំណត់គោលបំណងប្រចាំថ្ងៃជាគន្លឹះសំខាន់នៃជោគជ័យ ចាប់ផតមកថ្ងៃនេះនិងចុច Subscribe ដើម្បីទទួលព័ត៌មានបន្ថែម ការប្រឹងប្រែងថ្ងៃនេះនឹងនាំអ្នកទៅរកភាពជោគជ័យនាថ្ងៃអនាគត